បាទជំរាបសួរពុកម៉ែបងប្អូនមនុស្សជាច្រើនចំណាយលុយដេកផ្ទះអស់រាប់ពាន់ដុល្លារប៉ុន្តែជាចុងក្រោយមិនពេញចិត្តនឹងត្រូវជួសជុលឡើងវិញមូលហេតុគឺដោយសារពួកគាត់មិនបានដឹងចំណុចសំខាន់ចំនួន5ដែលខ្ញុំនឹងចែករំលែកនៅថ្ងៃនេះដើម្បីកុំឲ្យបងប្អូនខាតលុយនិងឈឺក្បាលតាមដានជាមួយខ្ញុំចំណុចសំខាន់ទី1កំណត់ style ឲ្យច្បាស់តើលោកអ្នកចង់បាន modern luxury ឬក៏ minimal បើមិនច្បាស់ទេការរចនានឹងច្របល់ហើយចុងក្រោយអាចត្រូវធ្វើឡើងវិញខ្ញុំបានជួបអតិថិជនជាច្រើនដែលចាប់ផ្ដើមដោយគ្មាន style ច្បាស់លាស់ចុងក្រោយចំណាយលុយបន្ថែមដើម្បីកែតម្រូវចិត្តជាក់ស្ដែងនៅក្នុងគម្រោងដែលខ្ញុំកំពុងតែធ្វើនេះគឺបងស្រីម្ចាស់ផ្ទះគាត់បានត្រៀមរួចជាស្រេចជាមួយនឹងម៉ូដក្នុងក្តីស្រមៃរបស់គាត់ហើយយើងគ្រាន់តែកែតម្រូវຂະຫນាតបន្តិចបន្តួចទៀតតែប៉ុណ្ណោះដូច្នេះហើយរឿងដែលបងប្អូនត្រូវត្រៀមដំបូងគេនោះគឺម៉ូដឬក៏ style នៅក្នុងក្តីសម័យរបស់បងប្អូនតើបងប្អូនចង់រស់នៅនឹងការមើលឃើញស្ថានភាពបែបណាដើម្បីធ្វើឲ្យអារម្មណ៍ធូរស្បើយបន្ទាប់ពីបានចូលបន្ទប់ត្រឡប់ពីការងារដ៏ហត់នឿយពេញមួយថ្ងៃអញ្ចឹងចំណុចសំខាន់ទី1គឺ style ម៉ូដដែលបងប្អូនស្រឡាញ់ចូលចិត្តប្រសិនបើបងប្អូនខ្វះនៅចំណុចទី1នេះហើយបងប្អូនប្រកាសជាឈឺក្បាលតាំងពីដំបូងដំណោះស្រាយប្រសិនបើបងប្អូនមិនទាន់មានម៉ូដទេប៉ុន្តែផ្ទះរៀបចំរួចរាល់ហើយចង់ដេកបងប្អូនគ្រាន់តែសុំយោបល់ឬក៏ idea ពីអ្នក design ឬក៏អាចឆែកមើលពិនិត្យមើលនៅតាមអ៊ីនធឺណិតនេះយោបល់អំពីខ្ញុំបាទចំណុចទី2កំណត់ថវិកាដែលត្រូវចំណាយកុំចាប់ផ្ដើមដោយមិនដឹងថាត្រូវចំណាយប៉ុន្មានត្រូវចែកជាផ្នែកដូចជាគ្រឿងសង្ហារឹមដេកជញ្ជាំងនិងភ្លើងបំភ្លឺជាដើមហើយសូមទុកថវិកាបន្ថែម10ទៅ20% សម្រាប់អ្វីដែលមិនបានគិតទុកជាមុនពីព្រោះតាមបទពិសោធន៍របស់ខ្ញុំការដេកផ្ទះនីមួយៗខ្ញុំឃើញម្ចាស់ផ្ទះគាត់ថែមគាត់ទិញនេះគាត់ទិញនោះគ្រឿងលម្អនេះគ្រឿងលម្អនោះដើមរុក្ខជាតិនេះដើមរុក្ខជាតិនោះយកមកលម្អបន្ថែមដើម្បីឲ្យកាន់តែមានភាពស្រស់ស្អាតជាងមុនចំណុចសំខាន់ទី3នោះគឺការជ្រើសរើសសម្ភារៈឧទាហរណ៍ការជ្រើសរើសប្រភេទក្តារយកមកប្រើដូចជាក្តារMDF ក្តារ plywood ក្តារ PVC និង solid wood ប្រសិនបើជ្រើសរើសខុសអាចនឹងចំណាយលុយច្រើនឬក៏ឆាប់ខូចជាដើមក្តារ MDF តម្លៃសមរម្យប៉ុន្តែប្រយ័ត្នត្រូវទឹក plywood រឹងមាំល្អ solid wood ថ្លៃប៉ុន្តែប្រើបានយូរបើជ្រើសរើសខុសអាចខូចលឿនហើយចំណាយលុយជួសជុលបន្ថែមទៀតផងចំណុចសំខាន់ទី4ដែលមនុស្សភាគច្រើនមើលរំលងនោះគឺភ្លើងបំភ្លឺពន្លឺល្អអាចធ្វើឲ្យផ្ទះរបស់លោកអ្នកមើលទៅថ្លៃហើយទំនើបប្រៀបបានដូចជាទីងងឹតមួយដែលមើលទៅអាប់រស្មី
ឬក៏ទីកន្លែងដែលភ្លឺចែងចាំងពន្លឺគ្រប់គ្រាន់គឺមើលទៅគឺស្រស់ស្អាតគ្រប់អ្វីៗទាំងអស់ជាក់ស្ដែងមួយរយៈពេលកន្លងមកនេះការដេគ័រខ្ញុំឃើញមានការដេគ័របញ្ចូលជាមួយនឹងពន្លឺភ្លើង LED មានតាមម៉ូដតាម style ផ្សេងៗប្លែកៗដែលបង្កើតបានជាសម្រស់ដ៏ស្រស់ស្អាតឧទាហរណ៍ប្រសិនបើការ design ទោះបីជាស្អាតយ៉ាងណាក៏ដោយប្រសិនបើដាក់ភ្លើងមិនត្រឹមត្រូវនោះក៏មើលទៅអត់ឃើញស្អាតដែរហើយក៏អត់ទាក់ទាញដែរបងប្អូននេះគឺជារឿងពិតដែលខ្ញុំតែងតែជួបកន្លងមកអ្វីដែលឆ្ងល់គឺថាទូ design មកស្អាតហើយម៉ូដស្អាតហើយប៉ុន្តែអ្វីដែលមិនស្អាតនោះគឺភាពងងឹតចំណុចសំខាន់ទី5ចុងក្រោយនោះគឺការជ្រើសរើសក្រុមការងារឬក៏ជ្រើសរើសជាងកុំមើលតែតម្លៃថោកត្រូវមើលគុណភាពនិងបទពិសោធន៍ការងារប្រកបណាស់ប្រសិនបើបងប្អូនអត់បានពិនិត្យមើលទៅលើបទពិសោធន៍ឬក៏គុណភាពការងាររបស់ក្រុមជាងឬក៏ក្រុមការងារណាមួយទេបងប្អូនអាចនឹងចំណាយលុយខុសអាចនឹងខាតពេលវេលាជាច្រើនខ្ញុំសូមសង្ខេបឡើងវិញមុនដេគ័រផ្ទះត្រូវកំណត់ style budget ថវិកា material សម្ភារៈ lighting ភ្លើងបំភ្លឺនិងជ្រើសរើសជាងឬក្រុមការងារឲ្យបានត្រឹមត្រូវនោះបងប្អូននឹងកាត់បន្ថយការចំណាយពេលវេលានិងចំណេញទៀតផងព្រោះបងប្អូនបានជ្រើសរើសក្រុមជាងដែលត្រឹមត្រូវពួកគាត់មានជំនាញមានការស្រឡាញ់ផ្ទះនិងជួយថែរក្សាដូចជាការការពារកុំឲ្យកូដការ៉ូជញ្ជាំងអីជាដើមនេះគឺជារឿងដែលខ្ញុំធ្លាប់ជួបកន្លងមកជាចុងក្រោយក៏សូមគោរពអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំប្រសិនបើបងប្អូននៅមានចម្ងល់ឬក៏មានការខុសឆ្គងកន្លែងណាសូមខន្តីអភ័យទោសបាទពីព្រោះការចែករំលែករបស់ខ្ញុំនេះគ្មានបំណងអ្វីក្រៅពីចែករំលែកបទពិសោធន៍នោះទេបាទជាចុងក្រោយប្រសិនបើបងប្អូនស្រឡាញ់ចូលចិត្តតាមដានវីដេអូបែបការបង្ហាញពីតិចនិចធ្វើតុបទូការដេគ័រផ្ទះសូមកុំភ្លេចចុច Subscribe ម្នាក់មួយដើម្បីតាមដានវីដេអូថ្មីៗពីខ្ញុំរាវី